ai chỉ ngày sốc ngày thì được buồn nước Campuchia nâng pro TV mình Campuchia làm bài được con tận đầu Phật Sasna để sao mà sản phẩm đại dương chia ởประเทศมือđạiการPhật Sasna hay chỉ Sasna របស់រដ្ឋទៅទៀតបានយើងថាប្រជាជនจากកម្ពុជានឹងរៀបចំបុណ្យនេះក៏ដូចជាតាមទំនៀមទម្លាប់ប្រពៃណីសាសនានៅថ្ងៃទី1ខែមិញជារៀងរាល់ឆ្នាំនៅឆ្នាំនេះរដ្ឋាភិបាលរៀបចំបុណ្យនេះក៏ដូចជាយ៉ាងអធិកអធមនៅថ្ងៃសុក្រថ្ងៃកើតគឺ15កើតខែមិញឆ្នាំម្សាញ់បញ្ញសច្ចៈពុទ្ធសករាជ2557ត្រូវនឹងថ្ងៃទី14ខែកុម្ភៈឆ្នាំ2014នៅព្រះមហាសច្ចមុនីចេតិយនាភ្នំព្រះរាជទ្រព្យគឺស្រុកពញាលឺខេត្តកណ្ដាលអាដាមឈិនកេនអនុប្រធានក៏អចិន្ត្រៃយ៍នឹងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិដែលមានប្រសាសន៍ថាព្រះសង្ឃដែលយាងនិមន្តចូលរួមនៅក្នុងកម្មវិធីបុណ្យមាឃកម្ពុជាមានចំនួន300អង្គនឹងបានរៀបចំកន្លែងដាក់បាតជូនព្រះសង្ឃចំនួន80អង្គដែលនិមន្តតំណាងដល់អាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងប្រជាជនកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្រៅពីពិធីបុណ្យជាផ្លូវការនៅភ្នំព្រះរាជទ្រព្យនៅពេលដល់ថ្ងៃមាឃកម្ពុជាប្រជាពលរដ្ឋក្រុមមជ្ឈដ្ឋានទោះនៅទីជិតទីឆ្ងាយក្តីតែងតែនាំគ្នាទៅកាន់វត្តអារាមនាំយកនៅទេយ្យទានគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យជាដើមទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំនៅទីអារាមនៅជិតឆ្ងាយលំនៅឋានរបស់ខ្លួនគណៈកម្មការរៀបចំបុណ្យជាតិជាតិនិងអន្តរជាតិសូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមនៅក្នុងពិធីបុណ្យមាឃកម្ពុជាតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់នៃយើងដើម្បីឧទ្ទិសផលកុសលផលបុណ្យតាមកម្លាំងសទ្ធាធាស្លានិងបួងសួងដល់វត្ថុស័ក្តិសិទ្ធិដែលរក្សាទឹកដីកម្ពុជាថែរក្សាព្រះរាជបល្ល័ង្កថែរក្សាព្រះស្វ័យឆ័ត្រសូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសេចក្តីសុខសុខសន្តិភាពសុភមង្គលវិបុលសុខគ្រប់ក្រុមគ្រួសារទាំងអស់បាទយើងទៅថ្ងៃស្អែកជាថ្ងៃទី14ថ្ងៃសុក្រនេះគឺនឹងមានប្រារព្ធពិធីបុណ្យមាឃកម្ពុជាហើយយ៉ាងអធិកអធមផងដែរសុភ័ណ្ឌហើយត្រូវនឹងថ្ងៃពេញបរមី15កើតចាគឺឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ចាហើយលោកអ្នកឡើងយើងបន្តទៅរឿងជាបន្តទៅទៀតហើយរឿងនេះតើតើនឹងគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជារឿងសន្តិសុខសង្គមក៏ប៉ុន្តែជាដំបូងនេះខ្ញុំលើករឿងមួយគឺខាត់ខ្លួនខ្ទើយដែលដើរលួចកាបូបនៅក្នុងរថយន្តចាហើយដែលសវឹងគឺអ្នកដែលបើករថយន្តហើយសវឹងដេកតាមផ្លូវហើយខ្ទើយហ្នឹងគឺលួចនៅតាមផ្លូវចាគឺត្រឡប់មកពីហូបការមិត្តភ័ក្តិនៅខេត្តព្រៃវែងគឺរថយន្តបាយកង់ហើយនាំគ្នាឈប់រថយន្តដេកតាមចិញ្ចើមផ្លូវផ្លិចឡុកសោរថយន្តក៏ត្រូវខ្ទើយបើកទ្វាររថយន្តហ្នឹងហើយលួចយកកាបូបអស់$300កិច្ចខ្លួនបាត់គឺការពេលវេលាមករំលងអាត្រៀតនៅត្រង់ចំណុចស្ថានីយ៍ចាក់សង្កលតិចផ្លូវលេខ202កែងផ្លូវម៉ៃសេតុងក្រុមទី6ភូមិ2សង្កាត់ទឹកល្អ3ខណ្ឌទូកោកហើយប្រភពព័ត៌មានពីនគរបាលព្រំប្រទានទូកោកបានឲ្យដឹងថាបន្ទាប់ពីការហេតុភ្លាមជនរងគ្រោះជាម្ចាស់កាបូបគឺឈ្មោះថាសុយនារាភេទប្រុសអាយុ34ឆ្នាំមុខរបរលក់ដូរគឺស្នាក់នៅផ្ទះលេខ6ផ្លូវលេខ382សង្កាត់បឹងសាឡាងខណ្ឌទូកោកបានទៅដាក់ពាក្យបណ្ដឹងនៅខណ្ឌទូកោកដែលរៀបរាប់ប្រាប់សមត្ថកិច្ចថានៅមុនពេលកាត់ហេតុគឺគាត់បានទៅការមិត្តភ័ក្តិនៅខេត្តព្រៃវែងដែលជិះរថយន្តមួយគ្រឿងធ្វើដំណើរជាមួយមិត្តភ័ក្តិលុះដល់យប់ជ្រៅទៅត្រឡប់មកភ្នំពេញហើយមកដល់ចំណុចកាត់ហេតុខាងលើស្រាប់តែរថយន្តនោះបាយកង់រួមផ្សំនឹងអ្នកបើកបរនោះគឺគាត់ស្វឹងដែរហើយក៏បានអែបរថយន្តនោះនៅជិតស្ថានីយ៍ព្រះអន្តរកាលតិចហើយក៏នាំគ្នាដេកមួយភាំងគឺអត់បានឡុករថយន្តនឹងឲ្យត្រឹមត្រូវទេគឺស្រាប់តែមានក្រុមចោរលួចកាបូប3នាក់ជិះម៉ូតូម៉ាស្កូពីប៉សពាក់ស្លាកលេខភ្នំពេញ 1BO 0167ហើយក្នុងនោះមានម្នាក់ជាខ្ទើយចុះពីលើម៉ូតូទៅលួចហៅប៉ៅយកប្រាក់អស់ប្រមាណ$3000គឺធ្វើឲ្យម្ចាស់កាបូបដឹងខ្លួនស្រវាចាប់ដៃតែចាប់អត់ជាប់ដោយសារតែដៃនឹងលាបលេរឲ្យដូចខ្លាញ់អញ្ចឹងហើយក៏ត្រូវជន់រូបនោះឡើងជិះម៉ូតូកិច្ចបាត់ក៏ប៉ុន្តែភ្លាមនឹងម្ចាស់កាបូបចំណាំស្លាកលេខម៉ូតូរបស់ក្រុមលួចហៅប៉ៅចានៅពេលដែលចំណាំរួចហើយក៏ប្រពន្ធដដែលក៏បន្តថាខណៈដែលមានការភ្ញាក់ផ្អើលម្ចាស់កាបូបលុយហ្នឹងក៏មិនបានផ្ដល់ភ្លាមដែរដោយសារតែខ្មាស់គេក៏បើករថយន្តនៅក្នុងគោលដៅហ្នឹងត្រឡប់ទៅផ្ទះវិញចាគឺមកដល់ចំណុចមុខសាលាបឋមសិក្សាបឹងសាឡាងសង្កាត់បឹងសាឡាងខណ្ឌទួលគោកហ្នឹងស្រាប់តែប្រទះឃើញជនលួចកាបូបទាំង3នាក់ហ្នឹងកំពុងតែជិះចាគឺចៃដន្យមែនទែនតែម្ចាស់កាបូបស្គាល់ស្លាកលេខម៉ូតូច្បាស់ហើយក៏បើករថយន្តដេញបុកតែម្ដងធ្វើឲ្យក្រុមចោរនាំគ្នាផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនអស់ហើយម្ចាស់កាបូបលុយក៏បានយកម៉ូតូរបស់ជនសង្ស័យទៅប្តឹងនគរបាលទួលគោកឲ្យជួយអន្តរាគមន៍
សមត្ថកិច្ចក៏បានដឹងថាមុតបន្ទាប់ពីកំណត់មុខសញ្ញាខាងលើបានហើយនៅវេលាម៉ោង 11:30 នាទីព្រឹកថ្ងៃទី 12 កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទូកក៏បានឃាត់ខ្លួនជនសង្ស័យមានឈ្មោះថាសំវណ្ណាជាភេទទី 3 អាយុ 25 ឆ្នាំនៅចំណុចផ្ទះជួលបន្ទប់លេខ 7 ផ្លូវលំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យហើយបើតាមការសារភាពរបស់ឈ្មោះសំវណ្ណាភេទទី 3 ហ្នឹងគឺគាត់បានដឹងថារូបគេពិតជាបានលួចយកកាបូបលុយនោះរួមជាមួយនឹងបកពួក 2 នាក់ពិតប្រាកដមែនហើយបច្ចុប្បន្នជនសង្ស័យកំពុងតែឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទូកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីចា៎បាទនេះគឺពាក់ព័ន្ធនឹងបរិបទទី 3 អ្នកភេទទី 3 បាទហើយគាត់ឆ្លៀតឱកាសដើម្បីដែលមានអ្នកសង្វឹងនៅតាមផ្លូវបើកទ្វារឡានចោលគាត់ពាក់សក់ពាក់អីទៅមើលដូចនារីហើយដល់ពេលគេមើលពីក្រៅទៅស្មានថាបងប្អូនឬក៏សង្សារឬក៏ជាប្រពន្ធទៅនឹងមានការចាប់អារម្មណ៍វិញទេហើយករណីនេះគឺមានរឿងដែលគួរឲ្យប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកមិនថាឈប់នៅកន្លែងណាទេគឺឡាននឹងត្រូវឡុកឲ្យជាប់ជាប្រចាំហើយណាមួយនៅពេលដែលចេញពីឡានឡុកហើយយើងកុំតន់ទុកចិត្តភាពណាយើងដើរបើកមើលសិនក៏លោវាអត់ជាប់អីអញ្ចឹងហើយករណីមួយនេះគឺសំណាងល្អហើយដែលខាងម្ចាស់របស់ហ្នឹងគឺគាត់ចេះចំណាំស្លាកលេខម៉ូតូហើយចៃដន្យអីមកជួបគ្នានៅបឹងសាឡាងនឹងតែម្ដងចា៎បាទនេះគឺករណីដែលយើងគួរតែប្រុងប្រយ័ត្នចំពោះអ្នកភេទទី 3 នោះប៉ុន្តែអ្នកមួយចំនួនក៏ល្អផងដែរបាទនេះគ្រាន់តែមួយចំនួនតូចតែប៉ុណ្ណោះយើងបន្តព័ត៌មានគ្រោះថ្នាក់ចរាចរណ៍វិញម្ដងគឺករណីកាច់កម៉ូតូបាទគឺហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 7:30 នាទីព្រឹកគឺនៅក្រុម34នៅផ្លូវ434នៅក្នុងសង្កាត់ទំនើបទឹកខណ្ឌចំការមនគឺជនសង្ស័យដែលកាច់កម៉ូតូមានឈ្មោះថាជិនសំអល់ភេទប្រុសអាយុ 29 ឆ្នាំមុខរបររបស់គាត់នោះគឺជាអ្នករត់ម៉ូតូឌុបគឺស្នាក់នៅមិនពិតប្រាកដនោះទេហើយស្រុកកំណើតគឺនៅខេត្តព្រៃវែងម៉ូតូនោះគឺមានម៉ូតូ Viva ពណ៌ខ្មៅ 02 ដែលមានស្លាកលេខកឆ16164បើតាមសម្ដីសមត្ថកិច្ចដែលបានទៅតាមមូលដ្ឋានគឺមេប៉ុស្តិ៍ទំនើបទឹកផនអូនបាទបាននិយាយដឹងថាបរិសុទ្ធដែលមានជំនាញកាច់កម៉ូតូនេះគឺជាជនសកម្មផងដែរគឺតែងតែល្បាតក៏ដូចជានៅតាមមូលដ្ឋានព្រោះថាជនសង្ស័យនេះគាត់តែងតែកាច់កម៉ូតូហើយនឹងបកកាយខាងឆ្កឹះសោផ្ទះរបស់គេហើយមុនគាត់ឆ្កឹះសោផ្ទះឬក៏កាច់កម៉ូតូគាត់តែងតែតាមដានម្ចាស់ផ្ទះរយៈពេល 2 ទៅ 3 ថ្ងៃឯណោះទើបគាត់ធ្វើសកម្មភាពហើយនៅពេលនេះគឺត្រូវបានសមត្ថកិច្ចនៅឯខណ្ឌចង្ការមនក៏បួចបានទៅហើយគឺម៉ូតូមួយគ្រឿងទៀតគឺម៉ូតូគប់70ពណ៌ខៀវដែលមានស្លាកលេខ 1N 85ប៉ុន្តែម៉ូតូនេះត្រូវបានម្ចាស់ម៉ូតូមកសុំយកទៅវិញហើយដែលបានដាក់ពាក្យបណ្ដឹងផងដែរចំណែកឯម៉ូតូមួយគ្រឿងទៀតគឺម៉ូតូ Viva នោះគឺខាងសមត្ថកិច្ចយើងអំពាវនាវទៅដល់ម្ចាស់ម៉ូតូបើសិនបានលឺហើយអាចទៅយកម៉ូតូនៅឯខណ្ឌចំការមនផងដែរគឺម៉ូតូ Viva ពណ៌ខ្មៅគឺដែលមានស្លាកលេខកឆ6164បាទនេះគឺករណីដែលសមត្ថកិច្ចយើងបានខត់ខ្លួនជនសង្ស័យដែលមមាញឹកខាងកាច់កម៉ូតូហើយនិងខាងឆ្កឹះផ្ទះគេនោះបាទចាលោកអ្នកឥឡូវនេះគឺយើងបន្តទៅរឿងមួយទៀតគឺរឿងគួរអាណាធម៌បំផុតចាគឺទារិកាអាយុទៅតែចាគឺទារិកាហ្នឹងគឺត្រូវបានម្ដាយចំណាប់ប្រៃគឺយកទៅចោលនៅសួនច្បារគឺអាយុទៅតែ3ខែទេដែលស្ថិតនៅសួនច្បារផ្លូវភ្លួគីឡូម៉ែត្រលេខ 6 ស្ថិតនៅក្នុងភូមិក្រៅគោសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌនសីកែវហើយក៏ត្រូវបានអ្នករត់ម៉ូតូឌុបម្នាក់ហ្នឹងគាត់ជិះមកប្រទះឃើញទារិការូបនោះហើយកំពុងតែយំធាក់ដៃធាក់ជើងនៅលើសួនច្បារហ្នឹងហើយគាត់ឃើញអាណិតពេកក៏យកក៏រើសទារិកាហ្នឹងយកទៅផ្ទះចាហើយគឺកាលពីវេលាម៉ោង 5 ទៀបភ្លឺថ្ងៃទី 13 កុម្ភៈចាបើតាមសាក់សីដែលឃើញហេតុការណ៍បានឲ្យដឹងថាទារិកាដែលត្រូវម្ដាយយកទៅបោះបង់ចោលនៅលើសួនច្បារនោះមានសភាពស្គមស្លេកស្លាំងហើយទារិការូបនោះគឺមិនមានក្រឡាទេមិនពេលដែលកើតហេតុគឺឃើញទារិកាដេកយំនៅលើសួនច្បារតែម្នាក់ឯងដោយមានក្រាលថង់ប្លាស្ទិកពីក្រោមស្រាប់តែបរិម្នាក់ដែលជាអ្នករត់ម៉ូតូឌុបហ្នឹងមកឃើញទារិការូបនោះស្រែកយំហើយគាត់អាណិតពេកក៏រើយកមកចិញ្ចឹមទៅបរិយាជាអ្នករត់ម៉ូតូឌុបដែលរើបានទារិការូបនោះមានឈ្មោះថាសែចន្ទាអាយុ 33 ឆ្នាំមករបរជាអ្នករត់ម៉ូតូឌុបគឺមានស្រុកកំណើតនៅភូមិកគីធំឃុំកគីធំស្រុកគិនស្វាយខេត្តកណ្ដាលហើយបច្ចុប្បន្នគឺស្នាក់នៅភូមិកសង្កាត់ច្រាំងចម្រែ2ខណ្ឌនសីកែវគឺគាត់បានរៀបរាប់ឲ្យដឹងថាបន្ទាប់ពីយកទារិកានោះមកផ្ទះគាត់ក៏ទៅបានប្រាប់
ទៅមេភូមិបានដឹងលឺពីរឿងនេះហើយលោកក៏បានរកថ្នាំឲ្យទីរាការនោះលេបដែរហើយងូតទឹកឲ្យយ៉ាងស្អាតហើយតែអ្វីដែលគួរឲ្យហួសចិត្តនោះគឺនៅពេលដែលគាត់យកទីរាការហ្នឹងមកដល់បានប្រហែលជា3ម៉ោងហើយស្រាប់តែលេចមុខម្ដាយទីរាការរូបនោះមកតែម្ដងចាស់គឺអះអាងថាមកអះអាងថាគាត់ហ្នឹងគឺជាម្ដាយរបស់ទីរាការរូបហ្នឹងហើយក៏បានប្រាប់ថាទីរាការរូបហ្នឹងគឺឈ្មោះសូនីតាអាយុទើបតែ3ខែទេហើយចំណែកឯម្ដាយទីរាការមានឈ្មោះថាប៉ោងគឺជានារីម៉ាសាកោជប់នៅជិតកន្លែងកាត់ហេតុហើយស្ត្រីដែលអះអាងថាជាម្ដាយទីរាការហ្នឹងក៏បានប្រាប់ថាមូលហេតុដែលខ្លួនហ្នឹងយកកូនទៅបោះចោលគឺដោយសារតែនាងគ្មានលទ្ធភាពចិញ្ចឹមហើយណាមួយទៀតខឹងនឹងប្តីហេងសយដែលនាងបានដាក់កូននៅលើសួនច្បារហើយនាងលួចមើលថាតើអ្នករើសកូននាងនោះជាអ្នកណាចាគឺតាមដានមើលក៏ប៉ុន្តែទីបំផុតគឺអត់មានទេគឺខាងលោកពូម៉ូតូដុបនេះគឺគាត់ឃើញអាណិតពេកក៏រើយកមកចិញ្ចឹមចាកូនសស្គូក៏ប៉ុន្តែស្គមស្លេកស្លាំងតែម្ដងចាបាទនេះគឺបញ្ហាដែលឪពុកម្ដាយមិនទាន់មានទំនួលត្រូវច្បាស់លាស់តែពេលយើងជាឪពុកម្ដាយយើងត្រូវតែមានទំនួលខុសត្រូវមិនមែនចេះតែបង្កើតហើយដែលបោះបង់ចោលនោះទេអត់ទេបើតាមរឿងមិនហ្នឹងប្រហែលជាគាត់គ្រាន់តែយកមកដាក់សាក់ចិត្តប្តីគាត់ត្រឡប់មកយកកូននឹងវិញក៏ប៉ុន្តែអ្វីដែលនេះគួរឲ្យចាប់អារម្មណ៍វិញគឺលោកពូម៉ូតូដុបគាត់អាណិតគឺគាត់រើសយកទៅចាលើកនេះយើងខ្ញុំតែពីរអ្នកសូមសម្រាប់មួយផ្លែតសិនហើយយើងនឹងបន្តព័ត៌មាននៅពេលក្រោយជាបន្តទៀត